ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាស្វាគមន៍ជាថ្មីម្ដងទៀតមកកាន់ Channel គូហ្វ្រាសម្រាយរឿងហើយថ្ងៃនេះផងដែរអេមីនក៏បានចុះសាច់រឿងរបស់យើងភាគទី5មកសម្រាយជូនពុកម៉ែបងប្អូនទាំងអស់គ្នាហើយតើចង់ដឹងថាសាច់រឿងភាគ5របស់យើងទៅជាយ៉ាងណាយើងចូលទៅទស្សនាសាច់រឿងរបស់យើងបន្តទៀតតាមសាច់រឿងរបស់យើងលោកឈិនស៊ីជីនឹងគាត់ក៏បានស្ដីបន្ទោសឲ្យលោកគ្រូចាងយូហានហើយគាត់ក៏បានចង្អុលទៅលោកគ្រូឬគាត់ក៏និយាយថាតាមច្បាប់របស់គាត់ការកុហកទាំងអស់គឺត្រូវបានសម្អាតដោយភ្លើងតើលោកគ្រូមានបំណងចង់ឲ្យយើងយកភ្លើងដុតមែនទេពេលនោះលោកគ្រូឈិនសុជីគាត់ក៏បាននិយាយប្រាប់ទៅគាត់វិញថាដោយតែលោកបាននិយាយអញ្ចឹងអ្នកបំរើដ៏ថោកទាបដូចខ្ញុំគឺមិនហ៊ានលាក់ការពិតនោះទេហើយតាមពិតទៅហើយការបាត់បង់នៃការគ្រប់គ្រងនេះវាគឺគ្រាន់តែជាការសាកល្បងដែលខ្ញុំរៀបចំតែប៉ុណ្ណោះឬដូចនោះលោកឈិនសុជីគាត់ក៏សើចហើយគាត់ក៏បានដើរទៅចិត្តរួចនិយាយថាចាងយូហានតាមពិតទៅខ្ញុំដឹងអំពីសេវាកម្មជាច្រើនរាប់ឆ្នាំរបស់អ្នកបាត់ទៅហើយលោកក៏មិនត្រូវធ្វើឲ្យខ្ញុំខកចិត្តជាដាច់ខាតហើយស្រាប់តែពេលនោះអាវ៉ែនតាត្រូវបានបរោះពីអ្នកចាស់ហើយអាវ៉ែនតាវាក៏បានស្រែកជាខ្លាំងហើយវាក៏និយាយឯងកំពុងធ្វើអ្វីហើយហេតុអ្វីបានជាអ្នកបន្ទាប់នឹងគឺខ្ញុំអញ្ចឹងឆាប់ដោះលែងខ្ញុំទៅអាវ៉ែនតាក៏បានស្រែកហៅដេខុនឲ្យជួយគេផងបន្ទាប់មកទៀតយើងបានឃើញថាអាវ៉ែនតាត្រូវបានបរោះពីអ្នកចាប់ចងគាត់នៅនឹងដើមឈើហើយលោកឈិនស៊ីជីគាត់ក៏បានដើរមកដល់ហើយអាវ៉ែនតាក៏បានស្រែកថាអត់ទេលោកគុំសម្លាប់ខ្ញុំអីលោកម្ចាស់ជួយខ្ញុំផងខ្ញុំមិនចង់ស្លាប់នោះទេហើយខណៈពេលនោះលៀនឈិនរបស់យើងគាត់បំរុងទៅជួយទៅហើយប៉ុន្តែត្រូវបានលោកគ្រូចាងយូហានខាត់មិនឲ្យជួយនោះទេហើយលោកគ្រូក៏គាត់និយាយថាឆាប់ឆ្លត្រឡប់ទៅក្រោយវិញទៅអ្នកទុនខ្សោយគឺមិនមានសិទ្ធិនិយាយនោះទេលុះត្រាតែឯងនឹងខ្លាំងជាងមុនទើបឯងមានសិទ្ធិបញ្ចេញមតិរបស់ឯងពេលនោះយើងក៏បានឃើញអាយៈក៏បានមកដល់ហើយក្នុងដៃរបស់វាគឺកាន់កាំបិតធំខ្លាំងមែនទែនគឺបានធ្វើឲ្យវ៉ែនតាគាត់ភ័យខ្លាចជាខ្លាំងហើយវ៉ែនតាក៏វាក៏បានស្រែកហៅលោកម្ចាស់វាមិនចង់ស្លាប់នោះទេហើយវ៉ែនតាវាក៏បានយំជាខ្លាំងរួចវានិយាយថាលោកម្ចាស់ឆាប់ឡើងទៅជួយខ្ញុំឲ្យមានសេរីភាពវិញផងខ្ញុំមិនចង់ស្លាប់នោះទេហើយស្របពេលនោះដែរអាយៈធំនោះវាក៏បានហក់មកសម្លាប់អាវ៉ែនតាបាត់ទៅដោយវាបានយកកាំបិតនោះយកមកកាប់ចំកអាវ៉ែនតាហើយអាយៈនោះដែរវាក៏បានស្រូបព្រលឹងអាវ៉ែនតាបាត់ទៀតហើយពេលនោះលោកឈិនស៊ីជីក៏បាននិយាយទៅកាន់លោកវ៉ាងយ៉ាននេះគឺជាការបំផ្លាញរបស់វាហើយការបំផ្លាញរបស់វាគាត់ក៏បានប្រែក្លាយវាទៅជាការបំពានយ៉ាងសមរម្យទៅវិញហើយឆាប់យកវាទៅវ៉ាងយ៉ាងហើយបន្តិចនោះលោកវ៉ាងយ៉ាងគាត់ក៏បានដើរមកជិតលោកឈិនស៊ីជីរួចក៏និយាយថាលោកពូទី3ខ្ញុំពិតជាខ្លាចខ្លាំងណាស់ហើយបន្ទាប់ពីលោកឈិនស៊ីជីបាននិយាយរួចអាយៈធំនោះវាក៏បានយកកាំបិតមកឲ្យលោកវ៉ាងយ៉ាងពេលនោះលោកឈិនស៊ីជីក៏បានដើរមកជិតវ៉ាងយ៉ាងរួចក៏និយាយថាហៅគាត់ស៊ីជីទៅបានហើយក្នុងកំឡុងពេលអាជីវកម្មយើងដំណើរការឯងកុំបារម្ភអីភាពខុសឆ្គងដ៏ថោកទាបនឹងវាមិនកើតឡើងឲ្យមាននោះទៀតទេហើយលោកឈិនស៊ីជីក៏បាននិយាយទៅកាន់លោកចាងយូហានថានោះហើយគឺជាលទ្ធផលរបស់វ៉ាងយ៉ាងហើយពេលនោះដែរលោកឈិនស៊ីជីក៏បាននិយាយទៅកាន់លោកគ្រូចាងយូហានថាចាប់ពីកន្លែងហ្នឹងរួចរាល់អស់ទៅឯងឆាប់នាំមនុស្សថ្មីទាំងអស់ហ្នឹងទៅកាន់ទីក្រុងថងយ៉ានទៅដើម្បីទៅជួបជាមួយបេសកកម្មជំនះបន្ទាប់មកទៀតលោកគ្រូចាងយូហានក៏និយាយថាខ្ញុំយល់ហើយលោកឈិនស៊ីជីបន្ទាប់មកទៀតលោកឈិនស៊ីជីក៏បាននិយាយថាវ៉ាងយ៉ាងយើងត្រូវចេញទៅហើយបន្ទាប់មកទៀតយើងក៏បានឃើញថាពួកគេគឺបានមកដល់ខាងក្រៅនៃសាលារៀនហើយឡានក្រុងនោះគឺកំពុងតែរងចាំពួកគេហើយលោកគ្រូរបស់យើងលោកគ្រូចាងយូហានក៏បានបន្តទៀតថាជាដំបូងនៃអ្នកទាំងអស់គ្នាយើងចូលរួមអបអរសាទរលើការឆ្លងកាត់នៃការសាកល្បងនេះហើយនឹងខ្លាចតែជាសមាជិកនៃពួកយើងដោយតែពួកឯងបានឮអញ្ចឹងយើងបានទទួលបេសកកម្មនៅទីក្រុងថៃយ៉ានហើយខ្ញុំនឹងដឹកនាំប្រតិបត្តិការនេះដូច្នេះហើយរកការបញ្ជារបស់ខ្ញុំដោយប្រុងប្រយ័ត្នផងដែរនឹងនៅតែលើឡានក្រុងបានហើយពួកយើងក៏មានអ្នកថ្មីផ្សេងទៀតផងដែរដែលពួកគេនោះក៏ទើបតែប្រឡងជាប់ដោយពួកឯងអញ្ចឹងហើយពួកឯងគឺទៅតែរីករាយជាមួយគ្នាទៅវិញទៅមកទៅហើយបន្តមកទៀតពួកគេក៏បានឡើងទៅអង្គុយនៅលើឡានក្រុងទាំងអស់គ្នាហើយអូនស្រីស្អាតរបស់យើងនឹងគាត់មានឈ្មោះថាខ្វាមួយយ៉ានបាននិយាយលទ្ធផលហ្នឹងគឺមានន័យថារបស់ពួកយើងមែនទេហើយអ្នកដែលពូកែហ្នឹងគឺត្រូវបានគេផ្ដល់ឱកាសឲ្យចូលរួមហើយលីនឆានរបស់យើងក៏បាននិយាយដែរការរៀបចំរបស់ឌីខុនហ្នឹងហាក់បីដូចជាមិនធ្វើឲ្យយើងភ្ញាក់ផ្អើលនោះទេពេលនោះអូនស្រីស្អាតរបស់យើងក៏គាត់អស់កម្លាំងខ្លាំងណាស់ហើយរួចក៏បាននិយាយថាយើងទាំងអស់គ្នាគួរតែសម្រាកខ្លះទៅហើយខ្ញុំបានឮថានៅទីក្រុងថៃយ៉ានហ្នឹងគឺមានភាពញ៉ៃញ៉ៃខ្លាំងមែនទែនដូច្នេះហើយយើងទាំងអស់គ្នាពិតជារវល់ខ្លាំងណាស់ហើយ2ម៉ោងក៏បានកន្លងផុតទៅដែលឡានក្រុងហ្នឹងវាគឺកំពុងតែបើកនៅលើផ្លូវសុកស្រាប់តែមានមនុស្សម្នាក់នៅឈរកណ្ដាលផ្លូវហើយមនុស្សម្នាក់ហ្នឹងក៏បានស្ទាក់ឡានហ្នឹងឲ្យឈប់ភ្លាមនោះលោកពូតេកង់ឡានគាត់ក៏បានស្រែកថាតើឯងចង់មានបញ្ហាមែនទេហើយពេលនោះលោកពូតេកង់គាត់ក៏បានទៅមើលបរិមម្នាក់នោះដែលបរិមម្នាក់នោះគាត់កំពុងតែឈរកាន់ទូរស័ព្ទរបស់គាត់រួចក៏និយាយថាអរគុណខ្លាំងណាស់ចំពោះពរជ័យរបស់អ្នកលោកពូតេកង់
ក្នុងឡានតែពេលនឹងផងដែរវាក៏បានកាន់ទូរស័ព្ទរួចក៏និយាយថានេះគឺជាឡានទី23ហើយតើខ្ញុំអាចយកកម្មវិធី Poker ហ្នឹងយកទៅជជែកគ្នាបានដែរឬទេហើយលៀនចិនរបស់យើងដែលកំពុងអង្គុយនៅក្នុងឡានតើពេលហ្នឹងវាកើតថៃវាហើយអូនស្រីស្អាតរបស់យើងក៏បានតបទៅវិញថាពួកហ្នឹងគឺជាពួក streamer មរណៈនោះទេពួកគេហ្នឹងគឺជាក្រុមមនុស្សឈួតអញ្ចឹងគឺគ្មានយល់ពីច្បាប់នោះទេគឺគិតតែពីការកំសាន្តតខ្លួនតែប៉ុណ្ណោះកុំចាប់អារម្មណ៍ពីពួកគេអីហើយឡានក្រុមរបស់លីឈិនរបស់យើងគាត់ក៏បានបើកផុតបាត់ទៅស្របពេលនោះឡានទី24ក៏បានបើកមកដល់ហើយបរិះដែល live stream ហ្នឹងវាក៏បានមកកាក់ឡានហ្នឹងទៀតហើយខណៈពេលនោះដែរអ្នកបើកបរក៏បានបើកទ្វារចេញមកជាមួយដំបងនៅក្នុងដៃរបស់គាត់រួចនិយាយថាតើឯងមានជំងឺផ្លូវចិត្តមែនមិនបានឈរនៅកណ្ដាលផ្លូវអញ្ចឹងទៅវិញហើយបរិះដែលឈរ live stream ហ្នឹងវាបាននិយាយទៅកាន់បរិះនោះចំមែនខ្ញុំគ្រាន់តែឈរបិទឡានរបស់អ្នកមកផ្លែតែប៉ុណ្ណោះហើយកាត់មកដល់លីឈិនរបស់យើងវិញគាត់កំពុងតែអង្គុយនៅក្នុងឡានគាត់ក៏បានគិតថាតើពួកទាំងអស់ហ្នឹងពួកវាគឺជាមនុស្សឈួតមែនឬក៏សត្វចម្លែកទាំងអស់ហ្នឹងបានធ្វើឲ្យពួកគេខ្លាចជាមនុស្សឈួតហើយលោកគ្រូចាងយូហានក៏បាននិយាយថាតើយើងចាប់ដើមទៅលោកគ្រូជូព្រោះថាស្ថានភាពនៅទីក្រុងថៃយ៉ាហ្នឹងគឺបន្តខ្លាំងណាស់កុំខ្វាយខ្វល់ពីពួក streamer នឹងអីហើយបន្តិចក្រោយមកពេលដែលឡានលោកគ្រូបានចេញដំណើរផុតបាត់បន្តិចទៅពេលនោះឡានទី24នោះក៏បានបុកអាបរោះអ្នក streamer នឹងបាត់ទៅហើយបន្តមកទៀតលោកចាងយូហានយើងគឺរៀបនឹងចាក់ចេញទីក្រុងថៃណានហើយអ្នកទាំងអស់គ្នាត្រូវតែបិទវាំងននមកអួចនោះផងហើយត្រូវចាំថាកុំចាំទុកចន្លោះតែមួយទៅបានហើយអ្នកណាដែលបានមើលទៅខាងក្រៅនោះគឺត្រូវតុលាការបានកាត់ទោសហើយពេលនោះឡានរបស់ពួកគេក៏បានមកដល់កន្លែងកុងត្រូលមួយពេលនោះយើងក៏បានឃើញអ៊ីម្នាក់គាត់បាននិយាយទៅកាន់លោកពូឈូខ្ញុំបានឃើញលោកពូកំពុងតែឆ្លោះគ្នាជាមួយអ្នកថ្មីទៀតហើយបន្តមកទៀតយើងក៏បានឃើញថាមានមនុស្ស2នាក់ក៏បានយកថ្នាំពណ៌ក្រហមហ្នឹងមកលាបលើកញ្ចក់ឡាននៅផ្នែកខាងក្រោយតែការពិតនោះទៅថ្នាំពណ៌ក្រហមហ្នឹងគឺត្រូវបានលាបជុំវិញឡានតែម្ដងឲ្យតែកន្លែងណាមានកញ្ចក់គឺលាបទាំងអស់ហើយពេលនោះអ្នកមេងក៏បានយកបារីមកជក់មួយដើមឬគាត់ក៏និយាយវាមើលទៅគួរអាក្រក់ណាស់នៅទីក្រុងថៃយ៉ាហ្នឹងតែការពិតទៅថ្នាំលាបពណ៌ក្រហមហ្នឹងគឺមិនមែនថ្នាំនោះទេការពិតវាគឺជាឈាមឆ្កែនោះទេប្រសិនបើលោកកំពុងតែធ្វើដំណើរទៅទីក្រុងថៃយ៉ានហើយឈាមដែលលាបលើឡានហ្នឹងវាគឺល្អតែមានរយៈពេលត្រឹមតែ3ម៉ោងតែប៉ុណ្ណោះលោកពូចាងក៏បាននិយាយថាម៉េចហើយហ្នឹងគឺជាសេវាកម្មដែលគាត់ទទួលបាននឹងមែនតើមនុស្សមកពីណាដែលបានកំងឈាមសត្វឆ្កែហ្នឹងបន្ទាប់មកអ្នកមានក៏ឈរជក់បារីរួចនិយាយជាការពិតណាស់យើងមានតែវាំងដនដែលគេកំងតែប៉ុណ្ណោះអញ្ចឹងក៏មិនទោសខ្ញុំអីហើយនោះគឺគ្រាន់តែជាការចំណាយនៅថ្ងៃនេះតែប៉ុណ្ណោះហើយអ្នកនឹងទទួលបានសំណងមកវិញទោះបីជាយ៉ាងណាក៏ដោយលោកគ្រាន់តែប្រកាសថាលោកកាន់ប្រកាន់ដៃនឹងទុកទៅហើយលោកពូចាងក៏បានតបមកវិញ3ម៉ោងហ្នឹងឈាមឆ្កែហ្នឹងគួរតែគ្រប់គ្រាន់ហើយវាគ្រាន់តែជាការជួយចាប់ដើម្បីសម្អាតបិទវាទៅហើយពេលនោះដែរយើងក៏បានឃើញមានបរិះ2នាក់ទៀតហ្នឹងគឺគាត់បាននិយាយគ្នាដែលបរិះពាក់អាវសហ្នឹងក៏បាននិយាយថាហេតុអ្វីបានជាអ្នកទាំងអស់គ្នាហ្នឹងបង្អួចទាំងអស់ហ្នឹងមិនបានត្រូវលាបឈាមឆ្កែទៅវិញតើគាត់ហ្នឹងបើកបរដោយរបៀបណាបន្តមកទៀតបរិះពាក់អាវខ្មៅក៏បាននិយាយទៅវិញខ្ញុំស្មានថាវាជាលើកដំបូងរបស់អ្នកទេដែលអ្នកហ្នឹងបានចេញពីទីក្រុងឡូរ៉ាវាបានការពារពីអណ្ដាតភ្លើងដែលកំពុងឆេះមិនទៅដល់ខាងក្នុងទីក្រុងនោះទេហើយនៅក្នុងអាប់ដ៏ច្រើននោះភ្នែករបស់យើងគឺមិនអាចមើលឃើញនៅអ្វីទាំងអស់ដូច្នេះអ្នកហ្នឹងត្រូវការតែ spirit version ដើម្បីមើលផ្លូវតែប៉ុណ្ណោះហើយអាមួយអាវសហ្នឹងក៏បាននិយាយទៅវិញបងប្រុសតើពិតទេដែលមានអាប់ជាច្រើនហ្នឹងហើយអាមួយអាវខ្មៅក៏បាននិយាយទៅវិញពិតមែនហើយអាភាពមិនប្រក្រតីហ្នឹងគឺវាមានច្រើនគ្រប់ទីកន្លែងតែម្ដងហើយវាមានឱកាសសូម្បីតែយើងក៏រត់ចូលទៅក្នុងភាពមិនប្រក្រតីនោះដែរពេលនោះឡានរបស់ពួកគេក៏បានលាបរួចរាល់ហើយឡានរបស់ពួកគេក៏បន្តដំណើរទៅមុខទៀតគ្រាន់តែឡានពួកគេបើកចេញពីកន្លែងនឹងភ្លាមហើយមានអាប់ច្រើនខ្លាំងមែនតែនហើយនៅក្នុងអាប់នោះផងដែរយើងក៏បានឃើញមានពួកបិសាចគឺនៅក្នុងអាប់នោះហើយពេលដែលលោកពូកំពុងតែបើកឡានវាមានភ្លើងអ្វីម្យ៉ាងនោះទេតែភ្លើងហ្នឹងក៏បានប្រែរូបទៅជាសត្វឆ្កែចចកមួយដែលឆ្កែចចកនោះរត់យ៉ាងលឿនប្រៀបបានដូចជាឡានលោកពូកំពុងតែបើកលឿនដូចគ្នាអញ្ចឹងហើយក៏បានបុកចូលទៅក្នុងអាប់នោះហើយពេលនោះលោកគ្រូចាងយូហានក៏មកប្រាប់ពួកគេម្ដងទៀតថាពួកឯងទាំងអស់គ្នាក៏មើលទៅខាងក្រៅឲ្យសោះហើយកុំបើកវាំងនននោះចេញអីហើយបើនរណាម្នាក់ហ៊ានបំពាននោះខ្ញុំនឹងចាប់ការទៅតាមច្បាប់ហើយខណៈពេលនោះអាវរ៉ាដែលពាក់អាវខ្មៅនោះក៏បានបើកវាំងននហើយវាក៏បាននិយាយពួកគេណាគឺបានយកឲ្យមកបិទបាំងបង្អួចឲ្យឈាមរួចទៅហើយប៉ុន្តែយើងគួរតែប្រើវាំងនននោះមែនទេតើពួកគេនឹងបាននិយាយបំភ្លឺឬនៅពេលនោះអពាក់អាវសក៏បានស្រែកថា
បងប្រុសតើបងមិនបានឮនៅអ្វីដែលលោកឌីខុនបាននិយាយទេហើយវាគឺជាច្បាប់ហាបែអាវខ្មៅក៏បាននិយាយកុំបារម្ភអីខ្ញុំមកទៅខាងក្រៅពីមុនវាគ្មានអ្វីកើតឡើងនោះទេវាមិនអីទេដរាបណាលោកចាមិនបានចាប់ខ្ញុំហើយមួយអាវខ្មៅក៏បានទាំងវានន់មើលវាក៏បានឃើញមានចន្លោះមួយដែលចន្លោះហ្នឹងពួកគេគឺមិនបានលាបសពគ្រប់នោះទេពួកគេហ្នឹងគឺបានលាបនៅខ្វះចំណុចទូចនេះមួយហើយអាវខ្មៅហ្នឹងវានៅតែបន្តមើលភាពមិនប្រក្រតីហ្នឹងគឺវាមានច្រើនខ្លាំងមែនទែនហើយភាពមិនប្រក្រតីហ្នឹងវាមើលទៅដូចជាធម្មតាបាត់ទៅហើយស្របពេលនោះលៀនឈិនរបស់យើងក៏បានឮតើពួកគេហ្នឹងកំពុងធ្វើអីតើភាពមិនប្រក្រតីហ្នឹងវាកើតឡើងជាធម្មតាមែនទេខ្ញុំចង់ឃើញថាតើពួកអាចារ្យទាំងពីរនាក់ហ្នឹងវាមានអ្វីខ្លះប៉ុន្តែខ្ញុំត្រូវតែទប់ខ្លួនឯងវិញតែការចង់ដឹងចង់ឃើញហ្នឹងគេសម្រាប់ឆ្មាមែនរួចអាវខ្មៅហ្នឹងក៏វានៅតែបន្តនិយាយអាយ៉ាយើងកំពុងតែឆ្លងកាត់ខ្លាយមិនប្រក្រតីនឹងហើយបន្តមកទៀតមួយអាវសក៏និយាយឲ្យខ្ញុំសុំមើលបន្តិចមកតើខ្លាយមិនប្រក្រតីហ្នឹងមើលទៅវាដូចមិនដែរហើយមួយអាវសហ្នឹងវាក៏បានបើកវាំងនននៃបង្អួចរួចវាក៏មើលឃើញភ្នែកអ្វីម្យ៉ាងនោះទេបានធ្វើឲ្យអាពីរនាក់ហ្នឹងវាភ័យខ្លាចជាខ្លាំងរំពេចនោះលោកគ្រូក៏គាត់បានមកសួរអាពីរនាក់ហ្នឹងតើពួកឯងទាំងពីរហ្នឹងមានរឿងអ្វីមែនពេលនោះក៏មានដៃបិសាចម្យ៉ាងលូកចូលមកតាមបង្អួចនោះពេលនោះយើងឃើញគាត់ពិតជាខឹងខ្លាំងណាស់អ្នកទាំងអស់ហ្នឹងពិតជាចង្រៃមែនជាមួយភាពអមិនប្រក្រតីនៅខាងលើហ្នឹងវាជាស្រមោលថ្នាក់វិញ្ញាណរបស់អ្នកហើយបិទបង្អួចនោះវិញទៅហើយអ្នកផ្សេងទៀតហ្នឹងឆាប់បិទភ្នែកទៅកុំបើកភ្នែកអីហើយបន្តមកទៀតសាច់រឿងភាព5របស់យើងក៏ត្រូវបានបញ្ចប់នៅពេលនេះថាអ្នកទាំងអស់គ្នាគិតថាសាច់រឿងរបស់យើងវគ្គ5នេះល្អមើលដែរឬទេបើបងប្អូនទាំងអស់គ្នាគិតថាល្អមើលសូមជួយចុច Subscribe និងដាក់រូបកណ្ដឹងឲ្យ admin ម្នាក់មួយផងហើយ admin នឹងយកសាច់រឿងភាគទី6របស់យើងមកសម្រាប់ជូនបងប្អូនទាំងអស់គ្នា admin ក៏សូមអរគុណពុកម៉ែបងប្អូនទាំងអស់គ្នាដែលបានចូលមកទស្សនាក្នុង channel របស់ admin ហើយ admin ក៏អរគុណច្រើនខ្លាំងមែនតើជួបគ្នានៅសាច់រឿងរបស់យើងភាគទី6បាយបាយអ្នកទាំងអស់គ្នា